កម្ដៅព្រំដែនជាថ្មីរដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃបានព្រមានពីសង្គ្រាមជុំទី3នៅក្នុងនោះលោកបានបញ្ជាក់ឲ្យកម្ពុជាគិតឲ្យល្អិតល្អន់ពិចារណាបានជ្រៅជ្រះមុននឹងផ្ដើមសង្គ្រាមជុំទី3ជាមួយនឹងប្រទេសថៃពីព្រោះថាវាមានទំហំនៃការខូចខាតធ្ងន់ធ្ងរនេះគឺជាការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃគឺឧត្តមសេនីយ៍អាដុលប៊ុនថាំចរិនដែលលោកម្នាក់នេះទើបតែនឹងចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃទី30ខែមីនាឆ្នាំ2026ទើបតែបានប្រមាណថ្ងៃនោះទេសម្រាប់ខ្ញុំអ្វីដែលជាការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃដែលប្រើពាក្យពីសង្គ្រាមជុំទី3ការគម្រាមមកលើកម្ពុជាឲ្យគិតគូរល្អិតល្អន់ប្រុងប្រយ័ត្នពីព្រោះថាសង្គ្រាមជុំទី3នឹងធ្ងន់ធ្ងរហើយបានបញ្ជាក់ឲ្យកម្ពុជាសិក្សារៀនសូត្រអំពីសង្គ្រាមកាលពីជុំទី2នេះគឺជាការគម្រាមដោយប្រយោលពីលោករដ្ឋមន្ត្រីរូបនេះដែលខ្ញុំបញ្ជាក់ថាសម្រាប់ខ្ញុំមិនមានអ្វីដែលជាការភ្ញាក់ផ្អើលទេចំពោះសំណួរវោហារស័ព្ទរបស់លោករដ្ឋមន្ត្រីម្នាក់នេះប្រសិនបើបងប្អូនបានស្គាល់ពីសមាជិករបស់លោកបេក្ខភាពរបស់លោកក្នុងគណៈរដ្ឋមន្ត្រីរបស់លោកអនុទានទី2នេះនឹងស្គាល់អំពីអរិយាប័ត្រចរិតក្រឹកពីរបស់ថ្នាក់ដឹកនាំរបស់ប្រទេសថៃមែនទែនទៅកុំថាឡើយដល់ប្រមុខកងទ័ពរបស់ប្រទេសថៃសូម្បីតែកូនទាហានធម្មតារបស់ប្រទេសថៃក៏ធ្លាប់បានប្រើប្រាស់ភាសាគំរាមមកលើកម្ពុជាផងដែរមុននឹងចូលទៅដល់អត្ថន័យនៃការគំរាមរបស់លោកម្នាក់នេះមកកម្ពុជាតើមានអត្ថន័យបែបណាខ្ញុំសំណូមប្រិមិត្តទៅមើលបន្តិចអំពីប្រវត្តិរបស់ឧត្តមសេនីយ៍ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងមូលហេតុដែលលោកម្នាក់នេះបានមកកាន់តំណែងជារដ្ឋមន្ត្រីនេះពីនេះប្រវត្តិរបស់លោកឧត្តមសេនីយ៍អាដុលប៊ុនថាំចរិនតាមពិតលោកម្នាក់នេះមានប្រវត្តិកំណើតមកពីបុរីรัមย์អតីតជាអាណាខេត្តមួយរបស់ប្រទេសកម្ពុជាហើយលោកម្នាក់នេះបានសិក្សានៅមហាវិទ្យាល័យការពាររាជាណាចក្ររបស់ប្រទេសថៃចំនួនទី61ដែលជាមិត្តរួមថ្នាក់តែម្ដងជាមួយនឹងលោកអនុទានច័ន្ទវីរៈកុលដែលជានាយករដ្ឋមន្ត្រីនេះពេលនេះនៅក្នុងនោះលោកក៏មានមិត្តរួមថ្នាក់ជាច្រើនចំនួនផ្សេងទៀតដែលថ្នាក់មេបញ្ជាការក៏ដូចជាអគ្គមេបញ្ជាការរបស់ប្រទេសថៃសុទ្ធសឹងតែជាមិត្តរួមចំនួនរបស់គាត់នៅក្នុងសាលាយោធារបស់ប្រទេសថៃអ្វីដែលខ្ញុំចង់ឲ្យប្រិមិត្តចាប់អារម្មណ៍រឿងមួយលោកម្នាក់នេះកាលពីឆ្នាំ2023លោកគឺជាមេភូមិភាគ2របស់ប្រទេសថៃដែលជាភូមិភាគជាប់ជាមួយនឹងប្រទេសកម្ពុជារបស់យើងលោកចូលកាន់អំណាចបានប្រមាណជា2ឆ្នាំបន្ទាប់មកលោកបានចូលនិវត្តន៍នៅឆ្នាំ2024បន្ទាប់ពីចូលនិវត្តន៍លោកក៏បានចូលទៅកាន់ការងារក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរបបនៃការដឹកនាំរបស់លោកភូមិធម្មជ័យថៃដែលកាលនោះលោកគឺជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលមកពីគណបកភឿថៃឥឡូវខ្ញុំនាំប្រិយមិត្តបងប្អូនទៅមើលអត្ថន័យការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិថាបើប៉ះទង្គិចគ្នាជុំទី3វានឹងមានទំហំធំនៅក្នុងនោះលោកឲ្យកម្ពុជាធ្វើការពិចារណានិងគិតគូរបានច្បាស់លាស់មុននឹងប្រយុទ្ធជាមួយនឹងប្រទេសថៃតើការលើកឡើងរបស់លោកម្នាក់នេះមានន័យបែបណាសម្រាប់លោកផ្ទាល់សម្រាប់សង្គមថៃនិងជាពិសេសអត្ថន័យមកលើប្រទេសកម្ពុជារបស់យើងនៅក្នុងនោះខ្ញុំសូមលើកយកដោយខ្លីទេនៅ4ចំណុចយកមកជម្រាបជូនប្រិមិត្តឲ្យបានជ្រាបការលើកឡើងរបស់គាត់ចង់បង្ហាញអំពីសាច់ដុំក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិមកពីគណបកភូមិជ័យថៃរបស់លោកអនុទានចំណុចទី1ថៃមានទំនុកចិត្តខ្ពស់ជាមួយនឹងយោធារបស់ពួកគេចំណុចនេះចង់បញ្ជាក់ក៏ដូចជាការលើកទឹកចិត្តដល់យោធារបស់ប្រទេសថៃពលរដ្ឋថៃក៏ចង់ផ្ញើសារមកកាន់កម្ពុជាថាថៃបានត្រៀមខ្លួនដោយរួចរាល់បណ្ដាសមរភូមិរបស់គេនៅតាមព្រំដែនជាប់ជាមួយនឹងប្រទេសកម្ពុជាក៏ដូចជាមានសពាវុធនិងការគ្រប់គ្រងនៅហិរញ្ញវត្ថុគ្រប់គ្រាន់ដូច្នេះគេបានត្រៀមរួចរាល់ប្រសិនបើមានសង្គ្រាមជុំទី3ពិតប្រាកដមែនចំណុចទី2បង្កើនភាពតានតឹងនិងបង្កក៏ដូចជាបង្ហាញជំហរដល់ប្រជាពលរដ្ឋរបស់ប្រទេសថៃលោកមកពីបេក្ខភាពនៃគណៈបកភូមិជ័យថៃដែលដឹកនាំដោយលោកអនុទានដែលគណៈបកនេះ
ឈ្នះឆ្នោតដោយសារតែចរិតជាតិនិយមដូច្នេះការឡើងមកកាន់អំណាចទើបតែបានប្រមាណថ្ងៃបង្ហាញនៅសំណួរវហាស័ព្ទភាពតានតឹងនឹងការគម្រាមមកកម្ពុជាដើម្បីផ្ញើសារទៅម្ចាស់ស្នោតក៏ដូចជាពលរដ្ឋរបស់ប្រទេសថៃថាគណបកភូមិឆៃថៃនៅតែប្រើសាច់ដុំនៅតែប្រាក់អំណាចមកលើប្រទេសកម្ពុជាចំណុចទី3បង្កើននៅសម្ពាធផ្លូវចិត្តភាពភ័យខ្លាចដល់ពលរដ្ឋកម្ពុជាជាពិសេសដល់បណ្ដាបងប្អូនកម្ពុជាដែលនៅតាមបន្ទាត់ព្រំដែនបងប្អូនជនភៀសសិកនិងប្រជាពលរដ្ឋកម្ពុជាផ្សេងទៀតដែលលើអំពីសង្គ្រាមមានការភ័យខ្លាចបារម្ភព្រួយពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចក៏ដូចជាការខូចខាតផ្សេងៗទៅតាមលំនាំនៃសង្គ្រាមជុំទី1និងជុំទី2ដែលបានកើតឡើងនេះគឺជាសង្គ្រាមផ្លូវចិត្តដោយប្រយោលដែលថៃតែងតែប្រើនិងចំណុចចុងក្រោយថាតើក្រសួងការពារជាតិកម្ពុជាឆ្លើយតបបែបណាជាមួយនឹងការគំរាមរបស់ប្រទេសថៃឬក៏ត្រៀមបែបណាចំពោះចំណុចមួយនេះខ្ញុំសូមឲ្យប្រិយមិត្តធ្វើការតាមដានជាពិសេសជំហររបស់ក្រសួងការពារជាតិកម្ពុជានិងសេចក្តីថ្លែងការណ៍ដោយអ្នកនាំពាក្យអ្វីដែលខ្ញុំចង់ឲ្យប្រិយមិត្តធ្វើការចាប់អារម្មណ៍ជាងគេនៅក្នុងវីដេអូនេះគឺហេតុអ្វីបានជាអតីតមេភូមិភាគ2បន្ទាប់អំពីចេញពីភូមិភាគ2ទៅបានទៅកាន់តួនាទីធំជាអគ្គមេបញ្ជាការក៏ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិនាយករដ្ឋមន្ត្រីនិងចុងក្រោយទៅក្លាយទៅជាឧត្តមទីប្រឹក្សារបស់ព្រះមហាក្សត្រថៃតើមូលហេតុអ្វីនិងថាតើមានមេភូមិភាគ2ប្រមាណរូបបន្ទាប់ពីចូលនិវត្តន៍ទៅបានមកកាន់តួនាទីធំទាំងអស់នោះដូច្នេះខ្ញុំនាំប្រិមិត្តបងប្អូនមកធ្វើការសិក្សាស្វែងយល់ហើយនឹងមូលហេតុអ្វីបានជាមេភូមិភាគ2របស់ប្រទេសថៃតែងតែមានឥទ្ធិពលកេរ្តិ៍ឈ្មោះនិងអំណាចហើយត្រូវបានគណៈបកនយោបាយផ្សេងៗតែងតែអូសអ្នកដែលជាមេភូមិភាគនោះចូលមកខាងភាគីរបស់ខ្លួនដូចជាករណីលោកឧត្តមសេនីយ៍ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិនាពេលនេះផងដែរនៅក្នុងនោះខ្ញុំសូមលើកយកបុគ្គល4នាក់យកមកជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបបុគ្គលទី1គឺលោកប្រេមទីនស៊ូឡាណុនបងប្អូនបានជ្រាបបានស្គាល់កិត្តិនាមរបស់លោកម្នាក់នេះហើយលោកគឺជាអតីតមេភូមិភាគ2របស់ប្រទេសថៃក្រោយមកលោកក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនៅក្នុងទសវត្សរ៍ទី80និង88នៅក្នុងនោះលោកក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសថៃផងដែរបន្ទាប់ពីចូលនិវត្តន៍លោកបានក្លាយខ្លួនទៅជាឧត្តមទីប្រឹក្សារបស់ព្រះមហាក្សត្រក្លាយទៅជាប្រធានទីប្រឹក្សារបស់ព្រះមហាក្សត្រដែលជាតំណែងមួយដែលមានកិត្យានុភាពនៅក្នុងប្រទេសថៃនេះគឺជាបុគ្គលទី1ដែលជាអតីតមេភូមិភាគ2របស់ប្រទេសថៃចូលមកដល់បុគ្គលទី2ដែលធ្លាប់ជាអតីតមេភូមិភាគ2ដែលវិវត្តខ្លួនចេញពីយោធាមកនៅក្នុងនោះគឺលោកសូរយុទ្ធជូឡាណុនលោកសូរយុទ្ធជូឡាណុនលោកជាអតីតមេភូមិភាគ2របស់ប្រទេសថៃក្រោយមកលោកក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនៅឆ្នាំ2006ដល់2008បន្ទាប់ពីរដ្ឋប្រហារហើយនាពេលបច្ចុប្បន្ននេះលោកសូរយុទ្ធលោកក្លាយទៅជាប្រធានទីប្រឹក្សារបស់ព្រះមហាក្សត្រគឺជាអំណាចមួយដ៏ខ្លាំងនៅក្នុងសង្គមរបស់ប្រទេសថៃមកមើលបុគ្គលទី3គឺលោកប៊ុនស៊ិនប៉ាតខ្លាអញ្ចឹងប្រិមិត្តនៅចាំស្គាល់ឈ្មោះលោកម្នាក់នេះមិនតាន់ភ្លេចនៅឡើយនោះទេលោកប៊ុនស៊ិនប៉ាតខ្លាកាលពីសង្គ្រាមជុំទី1ដែលកើតឡើងកាលពីខែកក្កដាគឺក្រោមអេរយាប័តក្រោមការបញ្ជានិងក្រោមការមានះរបស់លោកប៊ុនស៊ិនប៉ាតខ្លានេះហើយបានធ្វើឲ្យផ្ដើមមានសង្គ្រាមជុំទី1កាលពីខែកក្កដារយៈពេល7ថ្ងៃនៅក្នុងនោះលោកប៊ុនស៊ិនប៉ាតខ្លាធ្លាប់លើកឡើងថាសង្គ្រាមចាប់ផ្ដើម2ថ្ងៃរដ្ឋាភិបាលតែលោកមិនបានបញ្ចេញឈ្មោះទេថាថ្នាក់ដឹកនាំកម្ពុជាបានបញ្ជាមកឲ្យលោកប៊ុនស៊ិនប៉ាតខ្លាក្នុងឋានៈជាមេភូមិភាគ2ដែលជាទីតាំងនៃការផ្ទុះសង្គ្រាមពេញបន្ទុកជាមួយនឹងកម្ពុជាឲ្យបិទបញ្ចប់សង្គ្រាមប៉ុន្តែលោកមិនព្រមហើយលោកមិនស្ដាប់តាមនោះទេនេះគឺជាការលើកឡើងរបស់លោកប៊ុនស៊ិនប៉ាតខ្លាលោកគឺជាមេភូមិភាគ2បន្ទាប់ពីចូលនិវត្តន៍បច្ចុប្បន្នលោកក្លាយទៅជាទីប្រឹក្សារបស់ព្រះមហាក្សត្របើតាមព័ត៌មាននៅក្នុងប្រទេសថៃប្រិមិត្តបងប្អូនដែលតាមដានបណ្ដាញផ្សព្វផ្សាយរបស់សង្គមប្រទេសថៃក៏ដូចជាមីឌៀផ្សេងក៏ដូចជាទូរទស្សន៍បងប្អូនបានឃើញហើយលោកប៊ុនស៊ិនប៉ាតខ្លាបច្ចុប្បន្នភាពនេះទទួលបានការសព្វតីពេញចិត្តពេញថ្លើមមែនទែនពីមហាក្សត្រីសរិនធននិងដើរតួនាទីជា
ប្រារិទ្ធតំណាងរបស់ក្សត្រីសរិនថនក្នុងការទៅព្រំដែនជាពិសេសមកភូមិភាគ2នេះតែម្ដងនៅក្នុងនោះលោកប៊ុនស៊ិនប៉ាត់ខ្លាំងនេះនឹងអាចទៅកាន់តួនាទីធំណាមួយនៅក្នុងរដ្ឋាភិបាលនាពេលខាងមុខនេះគឺជាបុគ្គលទី3ដែលប្រិមិត្តបានស្គាល់ហើយតាមពិតលោកម្នាក់នេះបើនិយាយអំពីមេតបលោកគឺជាមេតបដែលបរាជ័យនៅក្នុងសមរភូមិនោះទេដោយតែប្រិមិត្តបានជ្រាបនៅក្នុងសង្គ្រាមជុំទី1កម្ពុជាបានដណ្ដើមគ្រប់គ្រងផ្ដាច់មុខនៅប្រាសាទតាម៉ុនធំតាក្របីនិងតាម៉ុនទូចដែលមុនសង្គ្រាមជុំទី1គឺជាការគ្រប់គ្រងរួមគ្នា50-50រវាងប្រទេសថៃនិងប្រទេសកម្ពុជានោះខ្ញុំមិននិយាយអំពីសង្គ្រាមជុំទី2នោះទេឥឡូវចូលមកដល់បុគ្គលទី4បុគ្គលទី4គឺលោកអាដុលប៊ុនឆាំចរើនដែលបច្ចុប្បន្ននេះលោកក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសថៃលោកម្នាក់នេះគឺជាអតីតមេភូមិភាគ2របស់ប្រទេសថៃកាលពីឆ្នាំ2006បាទឥឡូវគាត់បានក្លាយទៅជារដ្ឋមន្ត្រីក្រសួងការពារជាតិហើយលោកម្នាក់នេះគឺជាមិត្តភ័ក្តិរួមថ្នាក់ជាមួយនឹងលោកអនុទីននិងមានមិត្តភ័ក្តិជាច្រើនទៀតនៅថ្នាក់ឧត្តមសេនីយ៍ដូចជាអគ្គមេបញ្ជាការរបស់ប្រទេសថៃជាដើមដូច្នេះអ្វីដែលជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសថៃខ្ញុំមិនមានការចម្លែកទេបើលោកម្នាក់នេះថ្លែងនៅពាក្យផ្អែមល្ហែមទុនភ្លុនឬក៏សេណារីយ៉ូដែលចង់ឲ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អវិលមករកប្រក្តីភាពនោះបានជារឿងចម្លែកប៉ុន្តែការផ្ញើសារបែបនេះមកកាន់កម្ពុជាមិនមែនជារឿងចម្លែកទេសម្រាប់អ្នកសិក្សាអំពីអរិយាប័ត្ររបស់ប្រទេសថៃជាពិសេសក្រោមការកាច់ចង្កូតរបស់រដ្ឋាភិបាលដោយលោកអនុទីនតែម្ដងដូច្នេះពេញមួយអាណត្តិ5ឆ្នាំរបស់លោកអនុទីនផ្ដើមពីឆ្នាំ2026នេះទៅលោកអនុទីននឹងប្រើប្រាស់នៅនយោបាយយុទ្ធសាស្ត្របែបផ្សាច់ដុំនិងការគំរាមកំហែងមកលើប្រទេសកម្ពុជាជារឿយៗជាពិសេសអាចនឹងមានសង្គ្រាមជុំទី3ជុំទី4ក្នុងករណីដែលប្រទេសថៃប្រឈមទៅនឹងបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសជាពិសេសនៅក្នុងសប្តាហ៍នេះតែម្ដងតាមរយៈការស្ទង់មតិមួយដោយស្ថាប័នមួយរបស់ប្រទេសថៃរដ្ឋាភិបាលរបស់លោកអនុទីននិងឧបនាយករដ្ឋមន្ត្រី4រូបរបស់លោកអនុទីនធ្លាក់ប្រជាប្រិយភាពខ្លាំងដោយសារតែការដោះស្រាយនៅវិបត្តិនៅក្នុងប្រទេសថៃមិនបានល្អជាពិសេសវិបត្តិធម្មពលតែម្ដងនៅក្នុងការស្ទង់មតិនោះលោកអនុទីនបានធ្លាក់នៅប្រជាប្រិយភាពរហូតដល់ 84% ឯណោះប៉ុន្តែនេះគឺជាការស្ទង់មតិក្រៅផ្លូវការនៅក្នុងចំនួនមនុស្សតែ 2000 នាក់ជុំវិញប្រទេសថៃតែប៉ុណ្ណោះចំណុចមួយទៀតដែលខ្ញុំចង់ឲ្យបងប្អូនធ្វើការចាប់អារម្មណ៍តើហេតុអ្វីបានជាអតីតមេយោធាជាពិសេសមេភូមិភាគ2របស់ប្រទេសថៃបន្ទាប់អំពីការចូលនិវត្តន៍ទៅតែងតែទទួលបាននៅតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនឹងចង់បញ្ចប់ទៅក្លាយទៅជាទីប្រឹក្សានិងឧត្តមទីប្រឹក្សារបស់ព្រះមហាក្សត្រចុះហេតុអ្វីបានជាពួកគាត់មានកិត្យានុភាពមានឥទ្ធិពលដល់ម្លឹងនៅក្នុងនោះមេភូមិភាគ2គឺជាមេភូមិភាគដែលគ្រប់គ្រងនៅខេត្តចំនួន3ចំនួន4ដែលជាប់ជាមួយនឹងប្រទេសកម្ពុជានិងជាប់ជាមួយនឹងប្រទេសឡាវដូច្នេះភូមិភាគនេះគឺជាភូមិភាគដ៏ធំជាភូមិភាគដែលគ្រប់គ្រងយោធាច្រើនជាងគេគ្រប់គ្រងសព្វាវុធច្រើនជាងគេហើយក៏ជាភូមិភាគដែលតែងតែតានតឹងជាមួយនឹងប្រទេសកម្ពុជាហើយផ្ទុះនៅសង្គ្រាមកាលពីឆ្នាំ2008